ជាដំបូងសូមជម្រាបសួរដល់លោកគ្រូខ្ញុំឈ្មោះលេងសិលីវមកពីក្រុម SP2433 នៅក្នុងវីដេអូនេះនិយាយតាក់ទងទៅនឹងមេរៀន Shell Script ដែលយើងធ្វើការ create script សម្រាប់ PHP Python និង Node.js ដែលដំបូងឡើយខ្ញុំបានធ្វើការ mkdir បង្កើតនៅ folder មួយដែលមានឈ្មោះថា SV2433 បន្ទាប់មកទៀតធ្វើការ vim ទៅលើ SV ដោយឲ្យឈ្មោះថា SV2433.php ដែលដំបូងនេះគឺជា script របស់ PHP បន្ទាប់ពីយើង vim ហើយមកយើងបានទទួលបាននៅប៉ុណ្ណេះយើងធ្វើការចុចអក្សរ I ដើម្បីធ្វើការ insert នៅក្នុងនេះដែរគឺយើងមាននៅ cbang ដែលមានសញ្ញាឧទាន/សញ្ញាទ្រង់ជ្រូកសញ្ញាឧទាន /usr/bin/env នៃ PHP ដែលនេះគឺជា cbang របស់ PHP ដែលជា interpreter របស់ PHP យើងដាក់បែបនេះដើម្បីឲ្យពេលដែលយើងទៅសេកូដទៅដឹងថាគឺជាកូដដើម្បីឲ្យពេល execute ទៅគឺជាកូដរបស់ PHP បាននៅក្នុងនេះដែរខ្ញុំធ្វើការ print នៅចំនួន2 line គឺ hello from PHP ដែលខ្ញុំបានសរសេរ echo hello from PHP/n ដើម្បីឲ្យចុះបន្ទាត់និង echo នៅ Linux script test successful ហើយ /n ដើម្បីចុះបន្ទាត់ដូចគ្នានេះគឺជាកូដ PHP ដែលខ្ញុំធ្វើការតេស្តជាមួយនឹង script នេះផងដែរបន្ទាប់ពីយើង insert ហើយយើងធ្វើការចុច2 WQ ដើម្បី save នៅពេលដែលយើងបាន vim ទៅលើ SV2433.php នេះហើយមកយើងត្រូវធ្វើការ chmod 700ជាមួយនឹង script ដែលយើងបានសរសេរ SV2433.php chmod នេះគឺជាការ execute ឲ្យ file ហ្នឹងសម្រាប់ឲ្យ owner ធ្វើការបានតសម្រាប់ owner ដែលអាច access ទៅលើscript នឹងបានដែល chmod 700តំណាងឲ្យត owner យើងធ្វើការ execute ទាក់ទងនឹង SV2433.php នៅពេលដែលយើង execute ហើយយើងធ្វើការ run script ដោយមាននៅសញ្ញាចុច / ហើយនឹង script ដែលយើងបានសរសេរ SV2433.php ដែលជាគឺជាកូដ PHP នៅពេលដែលយើង run មកយើងទទួលបាន hello from PHP និង Linux script test successfully ទៅតាមអ្វីដែលយើងបានសរសេរនៅក្នុង script SV2433.php នឹងមកបន្ទាប់មកទៀតតាក់ទងទៅនឹងគឺយើងបាននៅ vim SV2433.python គឺ py នៅពេលដែលយើង enter មកគឺយើងដែលនៅក្នុង Python នេះគឺខ្ញុំបានដាក់នៅ cbang របស់ Python គឺសញ្ញាទ្រង់ជ្រូកសញ្ញាឧទាន /usr/bin និង python 3ដែលយើងធ្វើការ print តាក់ទងទៅនឹង text ចំនួន2 line គឺ hello from Python និង Linux script test successfully គឺស្រដៀងគ្នាទៅនឹង script មុននឹងដែរតែគ្រាន់តែថាយើងបញ្ជាក់មាន hello from Python មួយទៀតគឺ hello from PHP អញ្ចឹងទៅនៅពេលដែលយើងដើម្បីធ្វើការ insert យើងចុចអក្សរ I តែនៅពេលដែលយើង insert ហើយយើង escape ហើយចុច2 WQ បន្ទាប់មកទៀតនៅពេលដែលយើង vim ហើយយើងត្រូវ chmod ដូចគ្នាដើម្បីធ្វើការ execute ទើបយើងអាច run script នឹងបានដោយយើងបញ្ជាក់ខាងក្រោយគឺ py តំណាងឲ្យ Python នៅពេលដែលយើង chmod ហើយសញ្ញាចុចសញ្ញា / ដើម្បី run នៅ script របស់យើងគឺ 2433.py បន្ទាប់មកគឺយើងទទួលបាននេះគឺជា script ដែលយើង run មកគឺ hello from Python Linux script test successfully ដែលគឺជា text ដែលយើងបានសរសេរចំនួន2 line នៅក្នុង script របស់ Python ដូចគ្នាបន្តមកទៀតគឺចុងក្រោយតាក់ទងទៅនឹងការបង្កើត script សម្រាប់ Node.js គឺ SV2433.js នេះគឺជា script ដែលយើងបានសរសេរពេលយើងចង់ insert យើងចុចអក្សរ I ដើម្បីធ្វើការ insert ហើយយើងមាន cbang គឺសញ្ញាទ្រង់ជ្រូកសញ្ញាឧទាន /usr/bin/env នៃ node ដែលនេះគឺជា cbang សម្រាប់ interpreter របស់ Node.js ដែលយើងមាននៅ console.log ដែល print text ចំនួន2 line គឺ hello from node.js យើងធ្វើការកែដូចកន្លែងនេះចឹងគឺយើងបានសរសេរ Node.js / អញ្ចឹងយើង dot មកហើយបន្ទាប់មកទៀត console.log Linux script test successfully នៅពេលដែលយើង insert ឬកែហើយយើង escape ហើយចុច2 WQ ដើម្បីធ្វើការ save នៅ script របស់យើងធ្វើការ enter បន្ទាប់ពីយើង vim ហើយយើង complete នៅ chmod 700ដើម្បីធ្វើការ execute តាក់ទងទៅនឹង file script របស់យើងគឺ SV2433.js នៅពេលដែលយើង execute ហើយយើងធ្វើការ run ដោយចុចសញ្ញាចុចសញ្ញា / SV2433.js នេះគឺដូចគ្នាគឺអ្វីដែលខុសគ្នាគឺ cbang ដើម្បីដាក់ឲ្យដឹងតាក់ទងទៅនឹង interpreter ដែលយើងបានដែលយើងត្រូវនឹងសរសេរថាជា Python ជា PHP ឬក៏ Node.js
នេះគឺជាអ្វីដែលយើងទទួលបាននៅក្នុង script គឺការ print នៅ tag ចំនួន2 line គឺ hello from nu.js និង Linux script test successfully សម្រាប់ការបង្ហាញនៃការ create script របស់យើងបានចប់ហើយសូមអរគុណ